rương ra hua chặt bằng phồn pa rốt yun ba là mò bông tia côn pa rốt yun song sam sập lá ọt toàn miền lôi oi cướp hàng mà cha rốt yun do bông tia côn báo cháu cắt lùi bay bỏ tia này đi bà bông phồn miền rương đỏ cu ở hua chặt muôi bà cắt lang cà pi về lia ngày mà sao mấy cứ ngày tim mà phơi vào muối bà nơi về lia là nghe các bài stop cho cá đông và tam cá chẹ máu nó cứ miên là mọ đực vùng tia côn bà bạc bò đòi sợi mà nè bàn pa cho môi trong rốt yun mà krướngហើយក៏បានចរចាគ្នាបាទគាត់ទៀមទារថយន្តណាបាទគឺក្នុងតម្លៃ$50ឲ្យខាងលំអពងទាកូនហ្នឹងគាត់ធ្វើការសងអញ្ចឹងក៏ចរចាគ្នាទៅគឺកំណត់តម្លៃ$30បាទកំណត់តម្លៃ$30អញ្ចឹងក៏ព្រមព្រៀងសងណាខាងពងទាកូនប៉ុន្តែគាត់ខលទៅឪពុកគាត់ពីព្រោះគាត់អត់មានលុយសងខលទៅឪពុកគាត់ដើម្បីឲ្យបាញ់លុយមកសងទៅខាងរថយន្ត$30ប៉ុន្តែឪពុកគាត់ថាមានតែ$20ទេនៅក្នុងកងធនាគារអញ្ចឹងខ្វះ$10ទៀតចាំបន្តិចគាត់ជិះម៉ូតូយកលុយមកឲ្យប៉ុន្តែខាងឡានហ្នឹងគាត់ថាគាត់អត់ត្រូវចាំទេបាទពី3ម៉ោងមិនលុយប៉ុណ្ណឹងគាត់ទាញពងទាកូនហ្នឹងបោកចោលតែម្ដងណាបន្ទាប់ពីខាងពងទាកូនហ្នឹងគាត់សួរនាំទៅថាមិនបានធ្វើអញ្ចឹងដាក់គាត់មិនបានបោកពងទាកូនគាត់ចោលខាងឡានគាត់ថាពងទាស្អុយស្អុយហ្នឹងពងទាស្អុយស្អុយហ្នឹងពងទាអញ្ចឹងខាងពងទាកូនគាត់ថាពងទាខ្ញុំលក់សិតតែពងទាល្អអត់មានពងទាស្អុយអញ្ចឹងគាត់ថាឥឡូវគាត់បោកហ្នឹងគឺកាត់តម្លៃឡានដែលប៉ះឡានគាត់ហ្នឹងតែម្ដងបាទប្រិមត្តជនយើងណាបាទធ្វើឲ្យមហាជនដែលធ្វើដំណើរតាមដងផ្លូវសម្ដែងនៃការហួសចិត្តខ្លាំងមែនទែនទៅលើទង្វើរបស់បងស្រីដែលជាម្ចាស់រថយន្តណាបងប្អូនហើយបាទបើសិនជាយើងបោកចោលដដែលបាទអត់បានលុយនឹងយកមកជួរថយន្តដដែលគួរណាតែធ្វើសម្បទានឲ្យគាត់ទៅឬមួយក៏បរិច្ចាគឲ្យគាត់ទៅបាទធ្វើចិត្តធម៌បន្តិចទៅបាទពីព្រោះបោករបស់គាត់ចោលយើងក៏អត់បានលុយមកហើយគាត់ក៏ខូចខាតអញ្ចឹងជ្រុលតែអញ្ចឹងហើយធ្វើបន់បដ ாய் ទៅបាទជូនទៅគាត់ទៅបាទគាត់ណែនាំទៅថាថ្ងៃក្រោយប្រុងប្រយ័ត្នអញ្ចឹងទៅណាកុំឲ្យប៉ះពៀបន្តទៀតវាទៅជារឿងល្អបាត់ហើយប៉ុន្តែគាត់បែរជាទាញពងទាកូននឹងយកមកបោកចោលពេញផ្លូវណាបងប្អូនយើងហ្នឹងគឺជារឿងមួយដ៏ហួសចិត្តដែរបងប្អូនយើងណាបាទហើយចំពោះរឿងនេះផងដែរខ្ញុំមិនអត្ថាធិប្បាយអីវិញឆ្ងាយបន្តទៀតទេប៉ុន្តែយើងឲ្យបងប្អូនតាមដានវីដេអូទាំងអស់គ្នាបាទអរគុណខ្ញុំដឹងអីថា2ម៉ោងខ្ញុំប្រាប់ថាប៉ាផាត់ជាអ្នកនិយាយបាញ់គួយយកអ្នកណាយកលុយមកឲ្យទេគេបាញ់ក្លឹបដល់ហើយមកពីហើយមិនចង់សងគេប៉ាខ្ញុំគាត់មាន20រៀលតែអីអត់ព្រមខ្ញុំទីហើយក៏ប៉ុណ្្នឹងគឺវាសំខ្ញុំដឹងហើយតែប៉ាខ្ញុំមានមិនដឹងតែ20រៀលតែឆ្លៃលុយ20រៀលហ្នឹងមិនមែនឲ្យអញគួយចាំនេះ2ម៉ោងមែនខ្ញុំប្រាប់អីណាខ្ញុំអត់មានបីចាំ2ម៉ោងទេឥឡូវពងទានេះដែលខ្ញុំមកហើយរាប់ទៅប្រហែលគ្រាប់ពងទានឹង60គ្រាប់ទូទាត់លុយជាមួយដែរតែហែកឲ្យនេះ60គ្រាប់វាហើយមក20រាប់ឲ្យមួយ6គ្រាប់អីមកចុងនឹងវាមកចុងឥឡូវមកចុងនឹងវា30គ្រាប់ឯងមកចុងហ្នឹងស្អុយហ្នឹងដែរហែករាប់ទៅពងទាខ្ញុំសិតតែស្អុយយ៉ាងអីបងថ្ងៃគេលក់ពងទាស្អុយពងទាខ្ញុំសិតតែល្អទាំងអស់ឥឡូវសងបីមកទៀតហើយសងបីអត់ប៉ាខ្ញុំបាត់ពងជីមកអីគេយាយថាបោកឲ្យបានមកគេយក$30ខ្ញុំប្រាប់ថាប៉ាខ្ញុំពងជីមកហើយនិយាយថាខ្ញុំមិនកាន់ជើងវាទេប៉ុន្តែយាយធ្វើចឹងហើយយាយមើលងាយគេវិញយាយត្រូវបងឲ្យវាវិញណាខ្ញុំថាខ្ញុំទានឹងបាច់ឲ្យខ្ញុំមកចោលដល់មុខខ្ញុំឆក់បងហើយអូយគាត់មានលុយសងខ្ញុំប្រាប់ថាប៉ាខ្ញុំកំពុងជីមកហើយឯមានអត់ចាំបាច់ចាំគាត់ប៉ាខ្ញុំមកដោះស្រាយយាយសើបានអត់ហើយអីខ្ញុំជាយើងសម្រួលមួយយាយថាវាក៏អត់ធំណាស់ណាអីខ្ញុំសុំតើឲ្យបងឲ្យផងអីអញមានកំណត់គេអ្នកក្របើឲ្យធ្វើចឹងមកឲ្យខុសលុយមកប៉ុណ្ណឹងឲ្យមកបោកបោះគ្នាចោលគ្នាលក់ដូរនេះ$30តែគាត់អត់មានលុយសងខ្ញុំខ្ញុំអត់មានពេញគាត់ចាំគាត់2ម៉ោងទេគួយចាំមិនគួយចាំទោះបីអ្នកមានណាគេជួយអ្នកកកគេអាដល់អ្នកក្រណាគ្នាព្រៃក្រលក់ដូរប៉ុណ្ណឹងនេះចាំអានឹងបងឯងត្រូវបោកឲ្យទេវិញនេះបងឯងត្រូវបោកគេហើយចឹងអត់ទេអញមកបោះគ្នាហ្នឹងធ្វើចឹងអត់សមទេបងឯងទៅច្បាប់ក៏បងឯងចាំរៀនសោកលុយ30រៀលរៀនសងជំនួសនេះបានតាណែបងឯងជួយចាំអញឆៃហ្នឹងឆៃអីឆៃហ្នឹងមិនមានអីខ្ញុំមិនបានឲ្យទៅទេញ៉
មកតើឲ្យទៅទេខ្ញុំមិនស៊ីខ្ញុំមិនតើឲ្យទៅ